MP ម្ដងតែយើងប្រើជាមួយនេះបានហើយជាមួយនឹង3002នេះ version 2G version ថ្មីអញ្ចឹងវាមានកន្លែងដោតនេះដោតឡើងនេះឥឡូវយើងបើកមើល ampli sub នេះវាយ sub ធម្មតា ampli 3002នេះគឺវាអត់មាន volume ទេតែចេញស៊េរីក្រោយនេះគឺវាមាន volume ហើយវាមានដូចនេះមួយទៀតនេះចឹងវាថែមដូចហ្នឹងដូច support sub គេផ្លាយទៅប៉ុណ្្នឹងទេសម្រាប់ភ្លើងចូលពី810ដល់50 V នេះបងប្អូនចំណាំមើលទៅពូស៊ីនៅកន្លែងនេះមានវាយត្រាវាយអក្សរហើយសម្រាប់កន្លែង play នេះក៏វាបោះស៊ីនវាគេដាក់លើហ្នឹងខាងក្រោយនេះក៏មានដែរឥឡូវយើងមកមើលជាមួយនឹង spray របស់យើង spray AMP អានេះគឺដូចដោតឡើងនេះអញ្ចឹងសម្រាប់ ampli ទាំងអស់គឺសុទ្ធតែមានបាននេះទាំងអស់ប្រភេទចេញមកពីក្រុមហ៊ុនគឺមានបានទាំងអស់ហើយសម្រាប់ spray នេះដែរគឺដូចគ្នាមានអក្សរហ្នឹងហើយគេដាក់ 2G ដូចគ្នាប៉ុណ្្នឹងហើយអញ្ចឹងសម្រាប់ឈុតនេះគឺយើងអាចប្រើជាមួយនឹង spray នេះ ampli នេះប្រើមួយ spray ampli នេះប្រើជាមួយនឹង 3002នេះស៊េរីថ្មី support ជើងសាប់ដល់ទៅ2ជើងអញ្ចឹងប្រហែលជាវាចេញសលេងមកល្អជាង3002ស៊េរីចាស់តែបើតាមខ្ញុំគិតមើលទៅវាមិនខុសគ្នាប្រហែលទេវាចេញមកល្អដូចគ្នាចេញមកពីក្រុមហ៊ុនអញ្ចឹងគាត់តែគេ support ជាមួយនឹងជើងនេះបន្ថែមអញ្ចឹងបងត្រូវការអីអាចទៅបានយើងមាន stock ថ្មីអានេះ stock ថ្មីនេះ stock ថ្មីអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងហើយបាយបាយជួបគ្នានៅវីដេអូក្រោយទៀត